ប្រិមិត្តលោកអ្នកស្ដាប់ជាទីរាប់អានបន្ទាប់ពីលោកដូណាល់ត្រាំបានខលពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីថៃគឺលោកអាណូទីននៅពេលនោះនាយករដ្ឋមន្ត្រីដ៏ឆ្លើយម្នាក់នេះបានប្រាប់ទៅលោកត្រាំបែបឆ្លើយថាត្រូវតែប្រាប់កម្ពុជាជាមុនសិនខណៈពេលដែលប្រទេសកម្ពុជាបានគោរពយ៉ាងពេញលេញនៅបទចុះបាញ់នាយករដ្ឋមន្ត្រីថៃលោកអាណូទីនឆាន់វីរៈគុលបានបង្ហើបប្រាប់លទ្ធផលនៃកិច្ចពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិកគឺលោកដូណាល់ត្រាំដោយបានអះអាងប្រាប់មេដឹកនាំអាមេរិកថាគួរតែប្រាប់ទៅកាន់ខ្មែរជាមុនសិននេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃចេញផ្សាយនៅយប់ថ្ងៃទី12ខែធ្នូឆ្នាំ2025នេះថ្លែងនៅវេលាម៉ោង 10:00 នាទីថ្ងៃទី12ខែធ្នូលោកអាណូទីនបានបញ្ជាក់ថាលោកដូណាល់ត្រាំចង់ឃើញបទឈប់បាញ់និងចង់ឲ្យថៃអនុវត្តតាមសេចក្តីថ្លែងការណ៍រួមម៉ាឡេស៊ីជាការឆ្លើយតបលោកអាណូទីនបានការពារថាថៃបានគោរពតាមលក្ខខណ្ឌរហូតមកប៉ុន្តែកម្ពុជាបានរំលោភមុនដូច្នេះថៃចាំបាច់ត្រូវការពារអធិបតេយ្យភាពនិងអាយុជីវិតរបស់ប្រជាជនក្រសួងការពារជាតិតែងតែចេញសេចក្តីថ្លែងការណ៍និងប្រកាសជូនដំណឹងជាប្រចាំថាកម្ពុជាតែងតែគោរពយ៉ាងពេញលេញនៅកិច្ចព្រមព្រៀងបទឈប់បាញ់ពេលកន្លងមកផ្ទុយទៅវិញភាគីថៃបានលាបពណ៌ក៏ដូចជាចោទប្រកាន់មកលើកម្ពុជាថាប្រទេសកម្ពុជាយើងបាញ់ទៅកាន់ពួកថៃមុននេះជាការនិយាយកុហកដោយមិនចេះខ្មាស់អៀនរបស់នាយករដ្ឋមន្ត្រីថៃគឺលោកអាណូទីនលោកក្មេងឆ្លើយ